សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជួបជាមួយនឹងលោកស្រីកឹមមនោវិជ្ជាដែលជាកូនបង្កើតរបស់ឯកឧត្តមកឹមសុខានៅវិមានសន្តិភាពមើលទៅបាទប្រហែលក្នុងកិច្ចជំនួបនេះសម្ដេចបានបញ្ជាក់លើ account ផ្លូវការរបស់សម្ដេចថាថ្ងៃនេះបានជួបជជែកជាមួយប្អូនស្រីកឹមមនោវិជ្ជាក្នុងនាមជាអ្នកនយោបាយចំនួនថ្មីដូចគ្នាមានកិច្ចការមួយចំនួនដែលយើងអាចចូលរួមសហការធ្វើដើម្បីឧត្តមប្រយោជន៍របស់ប្រទេសជាតិយើងជាពិសេសនៅលើឆាកអន្តរជាតិបាទចាំមើលតើជំនួបនេះមានលទ្ធផលអ្វីបាទលទ្ធផលសម្រាប់ជាតិខ្ញុំមើលមិនទាន់ដឹងទេព្រោះខ្ញុំមិនមានចំណេះដឹងជ្រៅជ្រះប៉ុន្តែលទ្ធផលមួយទៀតខ្ញុំនឹងបានដឹងច្បាស់ក្នុងចិត្តរួចទៅហើយបាទគឺនឹងមានការប្រតិកម្មពីសំណាក់ពួក$23ទៀតហើយបាទថាកូនលោកកឹមសុខាលក់ក្បាលអីទៀតមិនដឹងទេខ្ញុំជមើបាទប៉ុន្តែលក់អីក៏លក់ចោះបើលក់ដើម្បីជាតិបាទយើងនិយាយអញ្ចឹងណាចាក់បដ ாய் ទេបាទការស្រឡាញ់ជាតិគ្មានការទិញដូរទេប៉ុន្តែបើសិនជាគេថាយើងលក់ក៏ថាទៅបាទពីព្រោះអ្នកចោតប្រកាន់គ្មានអីក្រៅពីចោតនឹងឯងបាទអញ្ចឹងកូនលោកកឹមសុខាបានជួបសម្ដេចធិបតីនេះមិនដឹងថាតើលោកពិភាក្សាកិច្ចការងារអ្វីខ្លះធ្វើកិច្ចការងារអ្វីខ្លះនោះទេហើយបន្ថែមថាមានកិច្ចសហការគ្នាធ្វើជួយគ្នាទាំងឆាកសម្រាប់ជាតិនិងឧត្តមប្រយោជន៍ជាតិនិងឆាកអន្តរជាតិគាត់ទៅពាក្យអន្តរជាតិមួយម៉ាត់នេះពួកប្រឆាំង$23ហ្នឹងគឺថាញ័រសាច់បាត់ទៅហើយពីព្រោះពួកវាដើរតួធ្វើជាអ្នកធ្វើកិច្ចការងារនៅក្រៅប្រទេសឆាកអន្តរជាតិបាទចាំមើលតើកូនលោកកឹមសុខាជាមួយនឹងក្រុម$23កូនលោកកឹមសុខាម្នាក់ជាមួយនឹងពួក$23មកវងតើមួយណាមានអធិពលជាងហើយមួយណាបង្ហាញពីឧត្តមប្រយោជន៍បង្ហាញពីឧត្តមគតិថាស្រឡាញ់ខ្មែរពិតប្រាកដបាទជាមិនរួចពីពួកប្រឆាំងជេរទេគ្រាន់តែលោកកឹមសុខាចេញពីពន្ធនាគារមានសិទ្ធិចេញក្រៅប្រទេសពួកនោះឆោឡោបាទចាំមើលតើកូនលោកកឹមសុខាដែលឈ្មោះលោកស្រីកឹមមនោវិជ្ជានេះគាត់នឹងមានលទ្ធភាពណាមួយដើម្បីបង្ហាញទៅប្រជាជនខ្មែរថាគាត់ជួយប្រជាជនខ្មែរជួយប្រជាពលរដ្ឋខ្មែរជួយរដ្ឋាភិបាលជួយធ្វើយ៉ាងណាឲ្យជាតិមានប្រយោជន៍ដល់ជាតិបាទយ៉ាងលទ្ធផលនោះយើងមានតែរងចាំមើលតែលទ្ធផលដែលខ្ញុំដឹងមុនគឺនឹងផ្ទុះការវិញែកពីពួកប្រឆាំងមកទៀតហើយជាពិសេសក្រុមប្រឆាំងជ្រុលនិយម$23ដែលកំពុងតែមានទីស្នាក់ការរាយប៉ាយពេញពិភពលោកនៅមកប្រទេសមួយមិនដឹងនៅកន្លែងណាខ្លះរកកន្លែងជ្រកកោនច្បាស់លាស់មិនឃើញចាំមើលវាថាម៉េចចាំមើលវាប្រតិកម្មថាម៉េចបាទ